សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនប្រកាសជាបានដឹងហើយថា Telegram បានអនុញ្ញាតឲ្យយើងpost story ដូចជា Facebook ឬក៏ TikTok ដូចគ្នាអញ្ចឹងបងប្អូនបានប្រើប្រាស់វាហើយនៅបើសិនជានៅកុំភ្លេចចូលទៅប្រើប្រាស់វាទាំងអស់គ្នាបងប្អូនគ្រាន់តែចូលមកកាន់ Telegram រួចអូសវាចុះក្រោមបន្តិចចឹងបងប្អូននឹងឃើញ My Story របស់យើងអញ្ចឹងយើងគ្រាន់តែចុចទៅលើសញ្ញាបូកហ្នឹងមកយើងអាចធ្វើការ post story របស់យើងបានដូចគេហើយចំពោះការ post នេះដែរគឺយើង post free ពីមុនTelegram អនុញ្ញាតឲ្យតាអ្នកដែលបានបង់លុយទៅកាន់ Telegram តែប៉ុណ្ណោះដែលអាច post បានប៉ុន្តែឥឡូវនេះគឺយើងអាចធ្វើការ post បានដោយ free ហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើការ post story នៅលើ Telegram អាចធ្វើការសាកល្បង